Hello សួស្តីបាទទាំងអស់គ្នាថ្ងៃនេះគឺខ្ញុំនឹងចាប់ផ្ដើមបន្តមេរៀន Reading ទូចមួយហើយក៏សូមពំនាំពីវិធីសាស្ត្រនៃការរៀនភាសាអង់គ្លេសផងដែរធ្វើយ៉ាងម៉េចដើម្បីឲ្យទទួលបានជោគជ័យហើយសិស្សមួយចំនួនគាត់និយាយថា Teacher រៀនវគ្គណាដើម្បីស័ក្តិសមដើម្បីខ្ញុំឆាប់ចេះគឺវគ្គណាក៏សមដែរនឹងចម្លើយណាពីព្រោះហេតុអីបានអញ្ចឹងទី1ការរៀនភាសាអង់គ្លេសឆាប់ចេះគឺអាស្រ័យទៅលើខ្លួនឯងកត្តាខ្លួនឯងមុនគេទី2គឺរៀនពាក្យបើសិនបើយើងអត់រៀនពាក្យតាំងពីដំបូងហើយចង់ចេះចឹងទៅអត់ទៅមុខរួចទេអញ្ចឹងការរៀនពាក្យហ្នឹងណាយើងរៀនពាក្យទទួលពាក្យបានច្រើនហើយយើងយកពាក្យហ្នឹងទៅអនុវត្តនិយាយប៉ុន្តែអ្នកខ្លះក៏អត់យល់តែហេតុអីបានត្រូវការរៀនសភៅនេះសភៅនោះឆាប់ចេះខ្ញុំគិតថាវាជាចំណុចមួយដែលយើងគិតអត់យល់ពីកន្លែងហ្នឹងអញ្ចឹងអ្នកដែលចង់រៀនភាសាអង់គ្លេសឆាប់ចេះទី1គឺកត្តាខ្លួនឯងទី2គឺការរៀនពាក្យហ្នឹងឯងហេតុអីបានជាខ្ញុំបរៀនគ្រប់ថ្នាក់ខ្ញុំតែងតែផ្ដោតទៅលើពាក្យមុនគេអត់ពីព្រោះពាក្យគឺសំខាន់បំផុតនៃការតែងប្រយោគបង្កើតប្រយោគនៃការនិយាយទាំងអស់ហើយពាក្យប្រចាំថ្ងៃក៏ដូចជាពាក្យក្រុមពាក្យផ្សេងៗគឺយើងត្រូវដឹងទាំងអស់អញ្ចឹងការនិយាយភាសាអង់គ្លេសទី1ដែលយើងទទួលបានជោគជ័យអត្ថបទព្យាយាមអានឲ្យច្រើនពាក្យនឹងលេចឡើងខ្លួនឯងពេលណាមួយហើយម្យ៉ាងវិញទៀតបើសិនជាយើងគិតតែពីរៀនអត់ដឹងថាពីគោលដៅថាចង់បានអីនឹងចំណុចហ្នឹងក៏ពិបាកដែរណាហើយអញ្ចឹងការរៀនពាក្យហ្នឹងហើយគឺជាចំណុចសំខាន់នៃការផ្គុំជាប្រយោគបង្កើតជាប្រយោគនិយាយហើយនៅពេលដែលយើងរៀនពាក្យសួរថាពាក្យហ្នឹងយើងអាចផ្គុំនិយាយបានប្រមាណភាគរយឧទាហរណ៍ពាក្យមួយឧទាហរណ៍ដូចជាពាក្យមូនហ្នឹងណាប្រែថាព្រះច័ន្ទតើយើងអាចបំបែកពាក្យមូនហ្នឹងคล้ายជាប្រយោគបានប្រមាណនៃការនិយាយបានប្រមាណភាគរយនឹងចំណុចមួយទៀតហើយជាពិសេសក្មេងៗដែលគាត់គិតថារៀនអានេះអត់ត្រូវកម្រិតរបស់គាត់រៀនអានោះអត់ត្រូវកម្រិតឡាយតែសូនសាញគឺអត់ទៅមុខទេរៀនដែរកុំរៀនកុំបង្ខំប៉ុន្តែកុំឈប់បើសិនយើងរៀនបង្ខំទៅមុខក៏ប្រឹងបង្ខំណាហត់ឈប់ខ្លួនឯងហ្មងព្រោះអីហេតុអីបានអញ្ចឹងអត់ប្រឹងខំកាន់តែប្រឹងកាន់តែខំហត់ហើយមើលលទ្ធផលអត់សូវបានជោគជ័យទៀតគឺបោះបង់ចោលហើយអញ្ចឹងមិនបាច់បង្ខំដែរប៉ុន្តែគឺកុំឈប់បើហេតុអីបានកុំឈប់ពីព្រោះមានកូនសិស្សខ្ញុំម្នាក់ដែលគាត់រៀនតែមិនរៀនទេតែរៀនប្រហែលខែជាមួយខ្ញុំថ្មីនេះទេហើយគាត់ត្រូវមានធុរៈទៅអឺខេត្តផ្សេងជាមួយឪពុកម្ដាយរបស់គាត់ណាហើយដល់ពេលអញ្ចឹងទៅគាត់ចេះមែនតើគឺពាក្យគាត់ចេះនិយាយរួមគឺមើលសន្ទុះនៃការរៀនរបស់គាត់គឺគាត់ស្ទុះលឿនមែនតើប៉ុន្តែនៅពេលដែលគាត់ទៅ2ខែក៏អត់សូវមើលទេហើយកត្តាមជ្ឈដ្ឋានខាងក្រៅគឺមានអ្នកលេងច្រើនពេកគឺអត់មានអ្នករៀនណាអញ្ចឹងធ្វើឲ្យគាត់នឹងបោះបង់ចោលដល់ពេលគាត់មកចូលរៀនវិញគឺខ្ញុំអាចនិយាយបានថាគឺធ្លាក់នៅសល់តែ 10% អង់គ្លេសគាត់អត់ដល់ 10% ផងពាក្យដែលធ្លាប់ចាំប្រហែលគឺភ្លេចអស់លេងនឹងកត្តាមួយដែរណាអញ្ចឹងដូចខ្ញុំនិយាយអញ្ចឹងរៀនទៅមុខជានិច្ចប៉ុន្តែកុំបោះបង់ចោលថ្ងៃណាមួយនឹងចេញផ្លែផ្កាយហើយបើរៀនបខំប្រញាប់យើងត្រូវការរៀនច្រើនម៉ោងក្នុងករណីថាយើងរៀនបខំរៀនប្រញាប់ប៉ុន្តែមិនបាច់បខំឲ្យភ្ញុកពាក្យហ្នឹងត្រូវចាំទេយើងត្រូវបំបែកពាក្យហ្នឹងទៅធ្វើអីឲ្យចេះនិយាយធ្វើម៉េចដើម្បីប្រើកើតមិនថាអត្ថបទមិនថាស្អីទេសំខាន់គឺខ្ញុំផ្ដោតទៅលើពាក្យមុនគេដល់ពេលខ្ញុំផ្ដោតទៅលើពាក្យហើយខ្ញុំប្រាប់ពីចំណុចតើពាក្យហ្នឹងគេហៅ past speech វាជាស្អីដល់ពេលខ្ញុំប្រាប់ past speech ជាអីហៅទៅជានាមគុណនាមគុណកិរិយាឬក៏កិរិយាសព្ទផ្សេងយើងយកមកប្រើទៅវាល្អពីព្រោះខ្ញុំប្រាប់ទីតាំងរបស់នាមនៅកន្លែងណាយើងនៅខាងណាប្រយោគគុណនាមនៅខាងណានៃប្រយោគនាមនៅខាងណាប្រយោគអញ្ចឹងយើងដឹងអត្ថន័យនៃការប្រើជាមួយនឹងពាក្យទាំងអស់ហ្នឹងយើងគុំនិយាយបានហើយផ្គួបផ្សំជាមួយនឹងពាក្យដែលខ្ញុំនិយាយរាល់ថ្ងៃទៀតមកបងប្អូនអាចទទួលយកបានហើយអញ្ចឹងយើងរៀនគឺត្រូវការពេលវេលាឧទាហរណ៍យើងភ្ញុកថាខ្ញុំចំណាយពេលត្រូវការ3ខែធ្វើយ៉ាងណាក៏ដោយចេះសូត្រតែ3ខែយើងកំណត់ខ្លួនឯងសូត្រថាខ្លួនឯងខំអត់ពេលខ្លះយើងអត់ខំទេឧទាហរណ៍រយៈពេល24ម៉ោងតើប្រហែលម៉ោងដែលយើងរៀនភាសាអង់គ្លេស1ម៉ោង
2 ម៉ោងឬក៏កន្លះម៉ោងអញ្ចឹងណាអញ្ចឹងត្រូវមានកត្តាមួយគឺទៅដាក់កាលវិភាគខ្លួនឯងឬក៏មើលដើម្បីឆាប់ចេះភាសាអង់គ្លេសពេលខ្លះយើងយកពាក្យហ្នឹងទៅរៀនទៅនិយាយទៅយើងប្រើអត់កើតដោយសារអីទី1យើងអាចគួបផ្សំបន្ថែមមើលឬក៏ស្ដាប់ចម្រៀងជាភាសាអង់គ្លេសស្ដាប់គេសន្ទនាភាសាអង់គ្លេសប្រចាំថ្ងៃពីព្រោះយើងនៅរាល់ថ្ងៃមជ្ឈដ្ឋានជុំវិញរាល់ថ្ងៃគឺមិនមែននិយាយភាសាអង់គ្លេសទេគឺភាគច្រើននិយាយភាសាខ្មែរអញ្ចឹងយើងពិបាកហើយអញ្ចឹងតម្រូវឲ្យមានការស្ដាប់ការមើលចែកការភាគខ្លួនឯងហើយនឹងរៀនពាក្យបន្ថែមជាប្រចាំខ្ញុំធានាថាមួយរយៈក្រោយមកបងប្អូននឹងទទួលបាននៃភាសាអង់គ្លេសហើយកុំព្យាយាមបោះបង់ចោលបើសិនចង់ចេះចង់ឆាប់ចេះចង់ចេះលឿនយើងត្រូវមានកត្តាទាំងអស់ហ្នឹងអ្វីដែលខ្ញុំបញ្យល់មកទាំងអស់ហ្នឹងណាឥឡូវអ្វីខ្ញុំប្រាប់គឺមាន5នាទីជាងហ្នឹងទាំងអស់គ្នាសង្ឃឹមថាទទួលយកបានឥឡូវនេះគឺខ្ញុំប្រាប់អត្ថបទតូចមួយសួរថាអត្ថបទតូចហ្នឹងចេះអានអត់ទី1ពាក្យចេះបានប្រមាណហើយហ្នឹងហើយតើចេះបកអត់សួរប៉ុណ្ណឹងខ្លួនឯងសិនប៉ុណ្ណឹងហើយបើយើងអូខ្ញុំចេះបានប្រមាណប៉ុណ្ណេះ%អញ្ចឹងយើងអាចទៅមុខបានហើយបើយើងអត់ដឹងពីសមត្ថភាពខ្លួនឯងផងហើយយើងខំប្រឹងខ្លួនឯងយ៉ាងម៉េចយើងមិនដឹងថាស្ទង់នៅខ្លួនឯងចេះប៉ុណ្ណាតម្រូវការយើងត្រូវការប៉ុណ្ម៉េចអញ្ចឹងពិបាកខ្លួនឯងដែរហ្នឹងអញ្ចឹងមានថាលើលក្ខណៈថាចាស់ចេះតែចង់ប៉ុន្តែមិនដឹងធ្វើម៉េចនេះគឺទីពិសាសពិធីសាស្ត្រនិងកលឹះមួយចំនួនដែលខ្ញុំប្រាប់សិស្សមួយចំនួនដែលគាត់ហ្នឹងចង់ចេះចង់ដឹងចង់ទទួលបានជោគជ័យភាសាអង់គ្លេសឧទាហរណ៍អ្នកខ្លះគាត់រៀនដែរគាត់ចង់រៀនគាត់ចង់ទទួលបានចំណេះវិជ្ជាភាសាអង់គ្លេសសួរថាមកគាត់យកចិត្តទុកដាក់ជាមួយគ្រូអត់នឹងចំណុចមួយទៀតដែរអញ្ចឹងខ្ញុំមើលឃើញអ្នកមួយចំនួនគាត់ចង់ប៉ុន្តែគាត់អត់ធ្វើនឹងពិបាកណានឹងទោះបីគ្រូយ៉ាងម៉េចក៏ដោយក៏គាត់ពិបាកនឹងការបញ្យល់ដែរជួនកាលគ្រូបញ្យល់គ្រូអីហ្នឹងយើងអត់ត្រូវយើងត្រូវមានការគិតពិចារណាវិភាគទៅលើពាក្យហ្នឹងតើពាក្យមួយហ្នឹងដែលគ្រូឲ្យហ្នឹងខ្ញុំទទួលបានប៉ុន្មាន%ខ្ញុំចាំអត់ធ្វើម៉េចឲ្យចាំទីសាស្ត្រចាំសរសេរបញ្ចាំងឬក៏ទន្ទិញសរសេរច្រើនដងឬក៏យកពាក្យហ្នឹងទៅសរសេរជាប្រយោគហ្នឹងកត្តាល្អយកពាក្យដែលគ្រូឲ្យហ្នឹងយកទៅរៀនប្រើនិយាយហ្នឹងវាលក្ខណៈថាវាមានចំណុចច្រើនដងទៅធ្វើឲ្យយើងចាំហើយប៉ុន្តែយើងមិនអាចភ្ញុកភ្លាមបានទេពាក្យមួយយើងភ្ញុកឲ្យចាំ1នាទីក៏អត់កើតដែរចាំនឹងអាចភ្លេចវិញហើយអញ្ចឹងយើងត្រូវការពេលវេលាអ្នកខ្លះគាត់ថាអូគាត់ចាំហើយគាត់បោះចោលពាក្យហ្នឹងគឺមិនបាច់ត្រូវការអីទេចំណុចហ្នឹងគឺខ្ញុំទទួលស្គាល់ប៉ុន្តែសួរថាពាក្យដែលយើងទទួលបានហ្នឹងយើងនឹងប្រើនិយាយបានអត់អញ្ចឹងនេះគឺជាចំណុចមួយណាយើងរៀនពាក្យយើងត្រូវការប្រើទៅលើការងារទៅលើពេលអនាគតជាមួយនឹងជនជាតិឬក៏ការនិយាយជាមួយជនជាតិឬក៏ធ្វើអីមួយជាមួយការងារសួរថាពាក្យទាំងអស់ហ្នឹងដែលយកហ្នឹងយកទៅប្រើបានអត់អញ្ចឹងមិនមែនថាទន្ទិញចាំហើយសរសេរកើតហើយថាចាំទេសួរថាពាក្យហ្នឹងអាចយកផ្ទុកជាមួយនឹងយើងបានរហូតអត់អ្វីខ្ញុំចង់បានដូចយើងភាសាខ្មែរយើងអញ្ចឹងណាភាសាខ្មែរយើងចាំយើងយកទៅប្រើបានដោយសារអីដោយសារតែយើងឮគេនិយាយច្រើនដងឬបប្រតិបត្តិហើយនឹងមជ្ឈដ្ឋានជុំវិញឬស្នូពាក្យនឹងរហូតយើងចេះហើយអញ្ចឹងវាទទួលបានណាអូខេខ្ញុំអត់និយាយទៀតទេអញ្ចឹងសង្ឃឹមថាអ្នកដែលទទួលអ្វីដែលខ្ញុំនិយាយហ្នឹងគឺអាចសាកល្បងអនុវត្តទៅមិនចាំបាច់ជឿខ្ញុំទាំងអស់ទេសាកស្ដាប់មើលសិនទទួលអនុវត្តមើលសិនតើទទួលបានប្រមាណ%តោះយើងអានអរគ្នា The moon shines at night. It looks round and bright. Sometimes it changes shape. I see stars around it. The moon makes the night beautiful. I like to watch it from my window. It looks like silver in the sky. Poets write about the moon. It comes after the sunset. I love looking at the moon. Okay. យើងប្រែបានព្រះច័ន្ទលេចឡើងឬរះឡើងនៅពេលយប់នេះគឺសាញហ្នឹងរះអូខេរះបញ្ចេញរស្មីណាthe moon shine at night ចឹងនិយាយថាព្រះច័ន្ទគឺរះនៅពេលយប់ it look round and bright វាមើលទៅភ្លឺ
វាមើលទៅមូលនិងភ្លឺអញ្ចឹងយើងដឹងថាអត្ថន័យហ្នឹងណារោនឹងមូលអូខេរឿងមូលហើយនឹងមានពន្លឺ bright sometimes it change shapes I see star around it ពេលខ្លះវាផ្លាស់ប្ដូរទម្រង់ក៏បានរូបរាងក៏បាន shape I see star around it ខ្ញុំមើលឃើញផ្កាយហ្នឹងនៅជុំវិញវា it នឹងជំនួសឲ្យព្រះច័ន្ទជួនណាខ្ញុំឃើញផ្កាយនៅជុំវិញព្រះច័ន្ទហ្នឹងភាគច្រើននេះយើងចឹង The moon make the night beautiful ព្រះច័ន្ទធ្វើឲ្យអូខេពេលយប់ស្រស់ស្អាតព្រះច័ន្ទធ្វើឲ្យពេលយប់ស្រស់ស្អាត I like to watch it from my window ខ្ញុំចូលចិត្តមើលវាពីបង្អួចរបស់ខ្ញុំ It looks like silver in the sky វាមើលទៅដូចជាមានពណ៌ប្រាក់អូខេ silver ពណ៌ប្រាក់នៅលើមេឃ in ហ្នឹងមិនមែននៅក្នុងរហូតទេភាគច្រើនយើងអត់អាចនិយាយថា on sky ចឹងទេយើងអាចថា in the sky នៅលើមេឃហ្នឹងចាំផងអូខេ poets write about the moon ចឹង poet មាន s កំណាព្យអូខេ poet ហ្នឹងកំណាព្យជាច្រើនទៅសេអំពីព្រះច័ន្ទចឹងយើងសរសេរប្រៀបធៀបណាថាសម្រស់អូនវងភ័ក្រដូចព្រះច័ន្ទអីចឹងទៅយើងប្រើតម្រងច្រើននៃការពីច្រើនគេតែងតែយកកំណាព្យហ្នឹងទៅដាក់តាក់ទងនឹងការប្រើទៅលើព្រះច័ន្ទនិងភូមិកងជាមួយព្រះច័ន្ទ It's come after the sunset វាលេចឡើងបន្ទាប់ពីព្រះអាទិត្យលិចឡើងមួយលិចចុះមួយឡើងអូខេ I love looking at the moon ខ្ញុំចូលចិត្តមើលព្រះច័ន្ទអញ្ចឹងអត្ថបទនេះតូចទេដោយសារតែខ្ញុំមានរឿងទៅនិយាយអញ្ចឹងខ្ញុំអត់អីទៅខ្ញុំយកជាទម្លាប់ទូចមួយដើម្បីដាក់មកអញ្ចឹងសង្ឃឹមថាអ្នកនរគ្នាអាចទទួលបាន